ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទធម្មជាតិបៃតងវិលមកតាមការណាត់សន្យាជាមួយពុកម៉ែបងប្អូនម្ដងទៀតពាក់ព័ន្ធនឹងការបកស្រាយបំភ្លឺអំពីមើលអត្តចរិតលក្ខណៈរបស់ស្វាយចន្ទីពូជ M23 ដើម្បីឲ្យបងប្អូនស្វែងយល់ពីវាឲ្យបានច្បាស់មុននឹងការប្រើប្រាស់ថ្នាំឲ្យបានទិន្នផលច្រើននេះជាប្រធានបទដែលខ្ញុំយកមកស្រាយបំភ្លឺនៅក្នុងវីដេអូវគ្គ5នេះដែលជាសំណួរមានចម្ងល់នៅក្នុងវីដេអូវគ្គ2ដែលខ្ញុំបានផុសនៅកាលពីប្រហែលថ្ងៃខាងមុខនេះដូច្នេះខ្ញុំនឹងធ្វើការបកស្រាយបំភ្លឺឲ្យបងប្អូនពុកម៉ែបានយល់អំពីចំណុចមួយចំនួនចេះសង្កេតមើលអត្តចរិតលក្ខណៈរបស់រុក្ខជាតិមុននឹងប្រើប្រាស់ជីថ្នាំកសិកម្មឲ្យបានចំគោលដៅនិងចំណេញនៅថវិកាច្រើនជាដំបូងពុកម៉ែបងប្អូននាំគ្នាទៅក្នុងចំការអញ្ចឹងយើងចាប់ផ្ដើមចោលភ្នែកសម្លឹងនៅក្នុងចំការតើមានសភាពស្រស់បំព្រងត្រជាក់ភ្នែកដែរឬទេបើសិនជាមានទិដ្ឋភាពបែបនេះបញ្ជាក់ថាដំណាំចន្ទីពុកម៉ែបងប្អូនគឺស្ថិតនៅក្នុងសុខភាពល្អតែបើសិនជាយើងមើលទៅមានលក្ខណៈដូចជាក្តៅភ្នែកមិនត្រជាក់ដូចយើងសចាំងនោះបញ្ជាក់ថាវាកំពុងតែមានបញ្ហាហើយបន្ទាប់មកបងប្អូនទៅមើលនៅក្នុងតងស្លឹកតើក្នុងតងស្លឹករបស់រុក្ខជាតិចន្ទីនេះវាមានស្នាមសត្វខាំស្នាមតិចបឺតជញ្ជក់ដូចជាមានពណ៌ខ្មៅអុចឬមួយចេញជ័រទឹកថ្លាហើយមើលលើស្លឹកមានពណ៌បៃតងខ្ចីឬមួយពណ៌លឿងឬពណ៌ខ្មៅស្នាមអុចផ្លេកផ្លាស់ហើយពណ៌ត្នោតតាមកែមស្លឹកនោះបញ្ជាក់ថាវាកំពុងតែជួបបញ្ហាហើយសុខភាពវាមិនល្អទេហើយវាត្រូវបំផ្លាញដោយសារសត្វល្អិតមកបំផ្លាញវាបើសិនជាស្លឹកមានពណ៌បៃតងចាស់ក្រមៅភ្លឺរលើបរលោងនោះបញ្ជាក់ថាដំណាំយើងមានសុខភាពល្អហើយស្លឹកក៏អាចបញ្ជាក់ឲ្យយើងដឹងដែរបើសិនជាស្លឹកនឹងមានលក្ខណៈជ្រងឡើងទៅលើរឿងបៃតងចាស់ក្រមៅនោះបញ្ជាក់ថាវាកំពុងតែសប្បាយរីករាយនៅអាហារដែលយើងផ្ដល់ឲ្យវាមិនកើតមានអ្វីទេហើយគោនឹងអាចជួបនៅអាកាសធាតុណាមួយដែលជាអាកាសធាតុល្អសម្រាប់វានៅពេលខាងមុខដែរតែបើសិនជាស្លឹកនោះមានលក្ខណៈរាងសពោនសងុកសងាត់ចុងលឹករាងសំយងចុះមកនោះបញ្ជាក់ថាវានឹងជួបនៅអាកាសធាតុប្រែប្រួលនៅពេលខាងមុខឬមានសត្វល្អិតមកបំផ្លាញវានៅពេលខាងមុខយ៉ាងយូរបំផុត 2-3 ថ្ងៃតែបើស្លឹកនឹងវារាងសពោនសំយងខ្លាំងរាងជ្រួញខ្លាំងទៀតបានន័យថាវានឹងមានភ្លៀងធ្លាក់ឬរន្សើមធ្លាក់នៅពេលខាងមុខហើយយ៉ាងយូរ 2-3 ថ្ងៃទេមកដល់ហើយបើសិនជាឃើញស្លឹករាងសពោនសងោកសងាត់សំយងធ្លាក់ហើយជ្រួញយើងមើលក្នុងដើមទៀតបើសិនជាយើងមើលក្នុងដើមមើលទៅរាងសចាំងស្លេកខ្លាំងនោះបញ្ជាក់ថាវាមិនមែនជួបអាកាសធាតុប្រែប្រួលទេវាគឺខ្វះសារធាតុចិញ្ចឹមដូចជាអាសូតដូចជាដែកស័ង្កសីម៉ាញ៉េស្យូមហើយនិងអាមីណូស៊ីវីតអញ្ចឹងយើងត្រូវតែផ្ដល់អាហារឲ្យវាទៅតាមនោះដែរអញ្ចឹងអ្វីគឺយើងត្រូវតែចេះសង្កេតមើលនៅអ្វីដែលវាបង្ហាញឲ្យយើងដឹងតាមការជាក់ស្ដែងពេលនេះគឺយើងត្រូវតែផ្ដល់អាហារឲ្យវារួមទាំងជាមួយនឹងជីខួរក្បាលទើបមានចំណុចល្អឡើងវិញតែបើសិនជាយើងមើលទៅឃើញសម្បកដើមរបស់វាមានលក្ខណៈពណ៌ប្រផេះស្រាលឬមួយប្រផេះក្រមៅនោះបញ្ជាក់ថាវាមានសុខភាពល្អទទួលបានអាហារគ្រប់គ្រាន់ធ្វើឲ្យសម្បកដើមវាមានពណ៌ភ្លឺរលើបរលោងសមសួននៅជាលក្ខណៈធម្មជាតិពិតមានសុខភាពល្អដូចមនុស្សយើងយ៉ាងណាហើយបើវាមានស្នាមប្រេះជាចង្អូរបណ្ដោយដើមនោះជាចង្អូរពណ៌ស្រស់ញញឹមបៃតងពណ៌បៃតងព្រឿងលាយពណ៌ផ្កាឈូកព្រឿងឬប្រផេះស្រាលនោះបញ្ជាក់ថាវាកំពុងតែត្រូវសារធាតុចិញ្ចឹមដែលគ្រប់ចំនួនហើយវាប្រឹងធ្វើការប្រព័ន្ធឫសវាក៏ធ្វើការល្អដែរតែបើសិនជាស្នាមប្រេះនោះទូចបានន័យថាវាធ្វើការក៏តិចសារធាតុចិញ្ចឹមឲ្យវាក៏បានតិចដែរតែបើសិនជាគ្មានស្នាមប្រេះសោះនោះបញ្ជាក់ថាសារធាតុថ្នាំដែលយើងដាក់ឲ្យវាគឺមិនត្រូវទេវាមិនអាចទទួលយកទេតែបើសិនជាយើងមើលទៅសម្បកដើមវាមានលក្ខណៈពណ៌ខ្មៅរលួយឬមានស្នាមអុចខ្មៅក្រហមតិចជាំតិចហ្នឹងគឺបានន័យថាវាមានសត្វល្អិតយាយីវាហើយវាធ្វើឲ្យវាចេញជ័រមកខាងក្រៅប៉ះជាមួយនឹងស្បែកគេហៅថាសម្បកដើមវាហ្នឹងហើយជ័រហ្នឹងកាលណាប៉ះនឹងសម្បកវាក៏ប្រែទៅជាមានស្នាមជាំស្នាមអុចខ្មៅនៅតាមសម្បកហ្នឹងទៅតែបើសិនជាដើមវាមានស្លែពណ៌បៃតង
ឬមួយមានពណ៌ក្រហមទឹកក្រូចក្រាស់នោះបញ្ជាក់ថាដើមរបស់វាគឺខ្វះពន្លឺថ្ងៃគ្រប់គ្រាន់ហើយមានលក្ខណៈស៊ុបទ្រុបមានសំណើមខ្ពស់ត្បិតតែនៅក្នុងពេលនេះវាមិនទាន់មានជំងឺកើតឡើងតែនៅពេលខាងមុខបន្តិចទៀតវានឹងកើតជំងឺផ្សិតហើយវាជាចំណុចបញ្ជាក់ឲ្យយើងដឹងដែរតែបើសិនជាដើមវាមានលក្ខណៈសចាំងខ្លាំងនោះបញ្ជាក់ថាដើមរបស់វាកំពុងតែខ្វះសារធាតុចិញ្ចឹមវាកំពុងតែត្រូវកម្ដៅថ្ងៃខ្លាំងធ្វើឲ្យសបកដើមរបស់វាងាប់កោសិកានៅស្បែកខាងក្រៅហើយគួរជាសញ្ញាបញ្ជាក់ថាវាកំពុងតែខ្វះទឹកដែរខ្វះសំណើមនៅក្នុងដីដែរបើសិនជាយើងឃើញថាដើមរបស់វាមានជ័រហូរចេញមកខាងក្រៅពណ៌ត្នោតនោះបញ្ជាក់ថាដំណាំចន្ទីរបស់បងប្អូនកំពុងតែកើតជំងឺហើយគេហៅថាជំងឺ D បាទជំងឺនេះគឺវាបង្កឡើងដោយពពួកសត្វល្អិតនៅក្នុងដើមរបស់វាចង់ឲ្យចេញជ័របើយើងមិនព្យាបាលទេគោវានឹងស្លាប់ក្នុងពេលដ៏ឆាប់នេះដែរហើយបន្ទាប់ទៀតយើងត្រូវសង្កេតមើលថាបើសិនជាជុំវិញគល់របស់វាមានស្នាមដូចជាផ្សិតសឬមួយដូចជាសម្បុកជាកម្មនោះបញ្ជាក់ថាប្រព័ន្ធឫសចន្ទីពូជ M23 របស់ពុកម៉ែបងប្អូនកំពុងតែជួបបញ្ហារលួយឬហើយបើយើងមិនព្យាបាលវាទាន់ពេលវានឹងអាចធ្វើឲ្យដើមរបស់វាងាប់ដោយសារគ្មានប្រព័ន្ធឫសដឹកនាំអាហារទៅចិញ្ចឹមគ្រប់ផ្នែកនៃកោសិកានៃសរីរាង្គវាទាំងអស់អញ្ចឹងវានឹងផ្ដាច់អាហារបញ្ជូនទៅលើបានន័យថារុក្ខជាតិវានឹងស្លាប់នៅពេលខាងមុខហើយវិធានការដែលយើងចង់ដឹងគឺយើងអាចកាយដីមើលប្រព័ន្ធឫសនោះយើងនឹងឃើញថាឫសរបស់វាមានស្នាមខ្មៅរលួយហើយមានក្លិនស្អុយទៅទៀតបើសិនជាយើងបញ្ជាក់ថាឫសវាមានសុខភាពល្អដំណាំខាងលើក៏ឃើញល្អដែរឫសល្អលុះតាតែឫសមានគល់ធំហើយមានក្បាលឫសនឹងធំពណ៌សខ្ចីឬពណ៌ផ្កាឈូកឬមួយពណ៌ត្នោតស្រាលហើយនោះគឺបញ្ជាក់ថាជាឫសល្អហើយអញ្ចឹងបើសិនជាយើងឃើញករណីឫសវាមិនល្អស្អុយយើងចាក់តាមគល់ដើម្បីព្យាបាលវាឬមួយបាញ់តាមស្លឹកដើម្បីព្យាបាលវាដែរតែរាល់ថ្នាំដែលយើងបាញ់តាមស្លឹកវាមិនអាចបញ្ជូនមកឲ្យឫសបានទាន់ពេលវេលាទេច្បាស់ណាស់វានឹងស្តុបទុកនៅពាក់កណ្ដាលកម្ពស់ពី1ម៉ែត្រពីដីឡើងទៅវានឹងស្តុបទុកនៅនឹងហើយវានឹងទម្លាក់មកយឺតមកបញ្ជូនមកប្រព័ន្ធឫសដើម្បីព្យាបាលតែបើវាកើតបញ្ហាឫសយើងត្រូវតែព្យាបាលឫសថ្នាំព្យាបាលនឹងគល់នោះទើបជាមានប្រសិទ្ធភាពលឿនជាងអញ្ចឹងថ្នាំវាមានច្រើនប្រភេទតើតែយើងទៅមើលប្រភេទ pH ដីសិនហើយសូមយើងអនុវត្តនៅថ្នាំជាក់ស្ដែងបើមានត្រឹមតែជំងឺយើងព្យាបាលជំងឺតែបើសិនជាវាមានជំងឺហើយមានសត្វល្អិតទៀតយើងនឹងថែមថ្នាំសម្រាប់សត្វល្អិតទៀតអញ្ចឹងបើសិនជាបងប្អូនពុកម៉ែចង់ដឹងអំពីថ្នាំដែលព្យាបាលជំងឺនៅលើរុក្ខជាតិទាំងអស់ដែលខ្ញុំបានរៀបរាប់នោះបងប្អូនពុកម៉ែអាចតាមដាននៅវីដេអូក្រោយៗទៀតខ្ញុំនឹងចេញបន្តដើម្បីជាចំណេះដឹងនិងជាប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងអស់ដើម្បីយកទៅអនុវត្តតាមហើយនឹងប្រើប្រាស់ថ្នាំឲ្យចំគោលដៅចំណេញទាំងថវិកាចំណេញទាំងពេលវេលាហើយនឹងទទួលបានទិន្នផលខ្ពស់ដូច្នេះសូមបងប្អូនពុកម៉ែជួយ share ជួយ like និងជួយ follow ជួយឲ្យបេះដូងច្រើនមកដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការចែករំលែកនៅចំណេះដឹងនេះជូនដល់ពុកម៉ែបងប្អូនបន្តទៀតដើម្បីជាប្រយោជន៍ទៅថ្ងៃខាងមុខសូមអរគុណ